សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកត្រួតពិនិត្យឃ្មុំរបស់ខ្ញុំនៅទីនេះដែលពួកខ្ញុំដាក់សម្រាប់ការប្រមូលលំអងផ្កាពោតដើម្បីឲ្យឃ្មុំហ្នឹងវាលូតលាស់បានល្អនៅទីតាំងហ្នឹងខ្ញុំដាក់ឃ្មុំប្រហែលជា80ប្រអប់នៅទីតាំងហ្នឹងណាប្រហែលជា80ប្រអប់អញ្ចឹងបើសិនបើបងប្អូនចង់ឃើញពីទស្សនវិជ្ជាពិតនៃឃ្មុំដែលយើងរដូវដែលយើងលែងប្រមូលផលគឺយើងដាក់វាដើម្បីថែទាំពូជដើម្បីបង្កើតកូនបង្កើតចៅឲ្យបានច្រើនណាគឺយើងដាក់នៅរបៀបហ្នឹងហើយឲ្យវាយកទឹកដមពីផ្កាស្មៅខ្លះបាទនេះពីផ្កាស្មៅខាងនេះខ្លះនេះពីផ្កាស្មៅខាងនេះខ្លះផងហើយនៅខាងមុខនោះផ្កាពោតបាទផ្កាពោតនៅទីតាំងនេះគឺភ្នំណាបងប្អូនកូនភ្នំមួយដែរហ្នឹងហើយនេះផ្កាកត្រាំងខេត្តឈ្មោលនេះក៏បញ្ចេញទឹកដមសម្រាប់ឃ្មុំដែរអញ្ចឹងណាអញ្ចឹងក្នុងរដូវដែលយើងថែទាំហ្នឹងមានលំអងពោតមានផ្កាស្មៅហ្នឹងអីចឹងទៅហើយចេកអីវាមានទឹកដមដែរអញ្ចឹងទៅវាធ្វើឲ្យការឡើងកូនឡើងចៅនឹងបានល្អពីព្រោះថាឃ្មុំវាមានរដូវថែទាំនិងរដូវដែលយើងប្រមូលផលអញ្ចឹងណារដូវនេះគឺរដូវដែលយើងថែទាំអញ្ចឹងយើងអត់មានទាញផលអីពីវាទេបងប្អូនឃើញទេនោះនៅខាងក្រោមនោះដៃខ្ញុំច្អល់នៅខាងក្រោមនោះគឺជាការពោតដែលបងប្អូនជាកសិករនៅនឹងគាត់ដាំអញ្ចឹងទៅវាប្រមូលបានលំអងពោះណែពោតនេះវាអត់មានទឹកដមទេមានតែលំអងទេអញ្ចឹងណាហ្នឹងហើយបើនិយាយពីទេសភាពវិញគឺថាស្អាតគួរសមដែរបងប្អូនណានៅទីតាំងហ្នឹងហើយអរគុណបងប្អូនហ្នឹងហើយដែលជួយចូលទស្សនាហើយឃើញថាเพจរបស់ខ្ញុំទឹកឃ្មុំអង្គរហ្នឹងមានប្រយោជន៍ចំពោះបងប្អូនដែលចូលចិត្តមើលកុំភ្លេចជួយ like ជួយ share ម្នាក់មួយផងបងប្អូនណាបាទអរគុណ